មានផ្នត់គំនិតមួយទៅកាន់ស្ត្រីថាស្ត្រីគឺជាមនុស្សដែលទន់ខ្សោយហើយអត់អាចធ្វើការឬក៏មានសមត្ថភាពរៀនដូចជាបរិបទឬក៏មនុស្សទៅទៀតតែប៉ុន្តែស្ត្រីគឺមានប្រាជ្ញាហើយកម្លាំងហើយជាពិសេសគឺរឹងមាំហើយអ្វីដែលពិសេសទៀតគឺគាត់មានសមត្ថភាពអាចរៀនជំនាញដែលគាត់ចង់រៀនហើយគាត់អាចអភិវឌ្ឍខ្លួនឯងកែប្រែខ្លួនឯងបានដូចជាមនុស្សដទៃទៀតដែរដើម្បីសហគមន៍កែប្រែខ្លួនឯងនិងសហគមន៍ដែលគាត់